ស្ដីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាយើងបន្តស្វាគមន៍មកកាន់ភាគទី2នៃមេរៀនការប្រៀបធៀបគុណនាមរបស់យើងដែលនៅក្នុងភាគទី1គឺយើងបានរៀនរួចទៅហើយអំពីទម្រង់នៃការបង្កើតទៅជាកម្រិតដូចកម្រិតជាងក៏ដូចជាកម្រិតដាច់ហើយមានការបង្ហាញអំពីអត្ថន័យក៏ដូចជាការបង្ហាញអំពីទម្រង់បដិសេធនៃកម្រិតនីមួយៗផងដែរដោយថ្ងៃនេះគឺយើងនឹងបង្ហាញអំពីក្បួនច្បាប់ក្នុងការថែមថយទៅលើពាក្យនីមួយៗដែលទៅតាមក្បួនរូបមន្តរបស់គេដែលពាក្យខ្លះត្រូវថែម er ឬក៏ est ដើម្បីឲ្យទៅជាទម្រង់ជាងឬក៏ទម្រង់ដាច់ហើយមានពាក្យខ្លះត្រូវថែម more ឬក៏ថែម most ឬក៏ថែម least នៅក្នុងទម្រង់ជាងទម្រង់ដាច់ដូចគ្នាហើយក៏មានពាក្យខ្លះគឺត្រូវដូររូបរាងបាទជាអក្សរ y ទៅជាអក្សរ i ហើយពាក្យខ្លះហើយត្រូវថែមព្យញ្ជនៈមួយទៀតមុននឹងថែម er ឬក៏ est នៅក្នុងទម្រង់ជាងឬក៏ទម្រង់ដាច់បាទអញ្ចឹងយើងមើលនៅក្នុងចំណុចនេះគឺ rules for forming comparisons ក្បួនសម្រាប់បង្កើតការប្រៀបធៀបគុណនាមអញ្ចឹងយើងមានចំណុច A និងចំណុច B បាទអញ្ចឹងយើងមកចំណុច A one syllable adjectives គុណនាមដែលមានតែមួយព្យាង្គបាទសំដៅទៅលើគុណនាមដែលមានការប្រកបខ្លីបាទអញ្ចឹងគុណនាមដែលមានការប្រកបខ្លីឬក៏យើងប្រើពាក្យ short នឹងឯងដែលមុននឹងថែម er ឬក៏ est គឺយើងមើលទៅតាមទម្រង់របស់គេបាទអញ្ចឹងនៅក្នុងគុណនាមខ្លីឬក៏គុណនាមដែលមានការប្រកបខ្លីតែមួយព្យាង្គឬក៏តិចព្យាង្គក្នុងការបង្កើតទៅជាទម្រង់ជាងឬក៏ទម្រង់ដាច់គឺយើងប្រើ er ឬក៏ est នេះឯងបាទអញ្ចឹងយើងមើលត្រង់នេះ fast លឿនទៅជា faster ទៅជាលឿនជាងទៅជា faster ទៅជាលឿនជាងគេឬក៏លឿនដាច់គេអញ្ចឹងយើងឃើញអំពីពាក្យទាំង3ហ្នឹងគឺជាការបង្កើតទម្រង់ជាងឬក៏ទម្រង់ដាច់ដែលចេញពីពាក្យដើមរបស់គេគឺពាក្យ fast នេះឯងដែលមានត្រឹមតែអក្សរ fast នេះឯងហើយដើម្បីឲ្យទៅជាទម្រង់ជាងគឺគេថែម er នៅពីក្រោយពាក្យ fast ដែលជាពាក្យដើមនឹងឯងហើយដើម្បីឲ្យទៅជាទម្រង់ដាច់គឺយើងយកពាក្យដើមដដែលគ្រាន់តែថែម est តែប៉ុណ្ណោះបាទទៅជា fastest ប៉ុណ្្នឹងគឺយើងប្រើអញ្ចឹងឯងនៅក្នុងពពួកពាក្យដែលមានការប្រកបខ្លីបាទជាមួយបន្តទៀតពាក្យ small តូចទៅជា smaller តូចជាងទៅជា smallest តូចជាងគេបាទអញ្ចឹងយើងឃើញអំពីពាក្យ small នេះឯងដើម្បីឲ្យទៅជាទម្រង់ជាងគឺយើងគ្រាន់តែថែម er តែប៉ុណ្ណោះដើម្បីទៅជាទម្រង់ដាច់គឺយើងគ្រាន់តែថែម est តែប៉ុណ្ណោះបាទនឹងគឺជាការបង្ហាញអំពីការប្រែពីទម្រង់ជាងទៅជាទម្រង់ដាច់ដោយគ្រាន់តែថែម er ឬក៏ est តែប៉ុណ្ណោះប៉ុន្តែវាសម្រាប់តែពពួកដែលមានការប្រកបខ្លីតែប៉ុណ្ណោះបាទនិងលក្ខខណ្ឌទី1គឺយើងថែម er ឬក៏ est តែលក្ខខណ្ឌទី2គឺយើងឃើញ adjectives ending in y ពពួកគុណនាមដែលបញ្ចប់ដោយអក្សរ y បាទអញ្ចឹងមានន័យថាវាថែម er ឬក៏ est ដូចទៅខាងលើដែរទេប៉ុន្តែវាមានលក្ខណៈផ្សេងបន្តិចករណីដែលពាក្យនឹងបញ្ចប់ដោយអក្សរ y បាទអញ្ចឹងគណៈបញ្ចប់ដោយអក្សរ y គឺ change y to i គឺដូរពីអក្សរ y ទៅជាអក្សរ i ជាមុនសិនបានយើងថែម er ឬក៏ est សម្រាប់ទម្រង់ជាងឬក៏ទម្រង់ដាច់បាទអញ្ចឹងដូចជាពាក្យ happy សប្បាយរីករាយអញ្ចឹងយើងឃើញការដែលថែមទៅជាទម្រង់ជាងគឺយើងមើលឃើញថាមុននឹងថែម er នេះគឺយើងបដូរទៅជាអក្សរ i ជាមុនសិនអញ្ចឹងយើងបដូរពីអក្សរ y ទៅជាអក្សរ i ជាមុនសិនបានយើងថែម er ទៅជា happier សប្បាយរីករាយជាងបាទទៅជាសប្បាយរីករាយជាងហើយដល់ពេលទៅជាទម្រង់ដាច់ដូចគ្នាផងដែរគឺយើងដូរពីទម្រង់ដើមអក្សរ y ទៅជាអក្សរ i ជាមុនសិនហើយបានយើងថែម est នៅពីក្រោយវាបាទអញ្ចឹងនេះគឺជាការបង្ហាញអំពីការដែលបញ្ចប់ដោយអក្សរ y បន្តទៀតដល់ពាក្យ easy ងាយស្រួលដូរទៅជាទម្រង់ជាងគឺយើងដូរពីអក្សរ y ទៅជាអក្សរ i ហើយថែម er ទៅជា easier ងាយស្រួលជាងបាទដល់ពេលយើងទៅជាទម្រង់ដាច់គឺយើងដូរពីអក្សរ y ចេញពីទម្រង់ដើមរបស់គេទៅជាអក្សរ i ជាមុនសិនហើយយើងថែម est នៅខាងក្រោយទៅជា easiest ងាយស្រួលជាងគេបាទអញ្ចឹងយើងចំណាំក្បួនឬក៏រូបមន្តត្រង់ហ្នឹងដែលមុននឹងថ
ថែម er ទៅជាទំនងជាងឬក៏ថែម est ទៅជាទំនងដាច់គឺយើងដូរពាក្យស y ទៅជាស i ជាមុនសិនបាទហើយខាងលើអត់មានចូលទំនងហ្នឹងទេគឺយើងទៅសេយតែម្ដងអត់មានប៉ះពាល់អីទេបន្តមកទៀតយើងចូលមកកាន់ចំណុច B ដែលជាចំណុចធំនៃចំណុចនីមួយៗផងដែរគឺសំដៅទៅលើ long adjectives បាទ long adjectives គឺសំដៅទៅលើពពួកគុណនាមដែលមានការប្រកបវែងគឺមានច្រើនព្យាង្គនឹងឯងបាទដែលខុសពីខាងលើគឺមានតិចព្យាង្គអញ្ចឹងនៅក្នុងការដែលយើងបំលែងពីគុណនាមដែលមានច្រើនព្យាង្គគឺយើងមាន2គឺទី1គឺយើងដោយប្រើ more ឬក៏ most ទី2ដោយប្រើ less ឬក៏ least បាទអញ្ចឹងយើងមើលទី1សិនពាក្យថា beautiful យើងប្រែថាស្រស់ស្អាតជាពាក្យដែលច្រើនព្យាង្គបាទ long adjective គុណនាមមានច្រើនព្យាង្គយើងអានទៅ be you tif full គឺយើងមាន4ព្យាង្គបាទមាន4ព្យាង្គចាប់ពី3ព្យាង្គឡើងទៅយើងចាត់ទុកថាច្រើនព្យាង្គដែលត្រូវប្រើ more ឬក៏ most នឹងឯងបាទអញ្ចឹងហើយ beautiful យើងប្រែថាស្រស់ស្អាតហើយទៅជាទម្រង់ជាងគឺយើងអត់មានថែមអីនៅពីក្រោយទេយើងគ្រាន់តែប្រើពាក្យបន្ថែមគឺ more នៅពីមុខគុណនាមដើមរបស់យើងតែប៉ុណ្ណោះទៅជា more beautiful ស្រស់ស្អាតជាងបាទអញ្ចឹងយើងប្រើ more នៅក្នុងទម្រង់ជាងដោយសារតែវាគឺជាពាក្យដែលច្រើនព្យាង្គបាទហើយទៅជាទម្រង់ដាច់ក៏ដូចគ្នាផងដែរយើងគ្រាន់តែថែមពាក្យ most បាទដូរពី more ទៅជា most ទៅជា most beautiful ហើយស្រស់ស្អាតជាងគេស្រស់ស្អាតដាច់គេឬក៏ស្រស់ស្អាតបំផុតបាទបន្តទៀត expensive បាទ expensive យើងឃើញថាមាន expensive មាន3ព្យាង្គបាទមាន3ព្យាង្គវាចូល long adjective នឹងឯងគុណនាមមានច្រើនព្យាង្គនឹងឯងមិនចឹង expensive យើងប្រែថាថ្លៃហើយទៅជាទម្រង់ជាងគឺយើងថែម more ដូចខាងលើដែរទៅជា more expensive ថ្លៃជាងបាទថ្លៃជាងហើយទៅជាទម្រង់ដាច់គឺយើងដូរពី more ទៅជា most ទៅជា most expensive ថ្លៃដាច់គេថ្លៃជាងគេថ្លៃបំផុតបាទអញ្ចឹងគឺជាទម្រង់ដាច់មានការប្រើបែបនឹងឯងសម្រាប់ឲ្យគុណនាមទម្រង់វែងទៅគុណនាមដែលមានច្រើនព្យាង្គហើយទី2គឺយើងប្រើពាក្យ less ហើយនិង least បាទ less ហើយនិង least ហើយសម្រាប់ពាក្យ less ពាក្យ least នឹងឯងដូចដែលយើងបានរៀននៅក្នុងវីដេអូមុនផងដែរគឺបង្ហាញអំពីអត្ថន័យនៃការបន្ទាបចុះនៃគុណភាពនៃពាក្យហ្នឹងបាទអញ្ចឹងយើងមើលត្រង់នេះ beautiful ស្រស់ស្អាតទៅជា less beautiful មានន័យថាមិនស្អាតជាងបាទទៅជាន័យផ្ទុយមិនស្អាតជាងមានន័យថាវាទម្លាក់គុណភាពពីន័យដើមរបស់វាន័យដើមរបស់វាគឺស្រស់ស្អាតឬក៏ស្រស់ស្អាតដូចអ្វីមួយអញ្ចឹងក៏ប៉ុន្តែអានេះបន្ទាបពីន័យដើមរបស់វាគឺទាបជាងស្រស់ស្អាតគឺប្រើ less beautiful នឹងឯងគឺមិនស្អាតជាងទេបាទដល់ពេលទៅជាទម្រង់ដាច់គឺយើងដូរ less ទៅជា least ទៅជា least beautiful មិនស្អាតជាងគេទេបាទមិនស្អាតជាងគេទេដូចយើងបានរៀនអញ្ចឹងគឺទៅជា on ជាងគេវិញបាទន័យវាគឺអញ្ចឹងបន្តទៀតជាពាក្យ expensive ដដែលដែលយើងប្រែថាថ្លៃហ្នឹងដូរទៅជាទម្រង់ជាងគឺយើងថែម less នៅពីមុខទៅជា less expensive មិនថ្លៃជាងទេដល់ពេលទៅជាទម្រង់ដាច់យើងថែម least ទៅជា least expensive មិនថ្លៃជាងគេទេគឺមានន័យថាថោកជាងគេនឹងឯងនេះគឺជាការបង្ហាញអំពីពពួកគុណនាមទម្រង់ការប្រកបវែងគឺយើងប្រើទម្រង់ពាក្យពីរហ្នឹងដែលទម្រង់ខាងលើយើងប្រើ more most ដើម្បីបង្កើននៅកម្រិតគុណភាពនៃពាក្យដើមរបស់វាហើយខាងក្រោមយើងប្រើ less least ដើម្បីបន្ទាបកម្រិតគុណភាពនៃពាក្យដើមរបស់វាបន្តទៅទៀតគឺយើងចូលចំណុចទី4ធំដែលសំដៅទៅលើក្បួននៃការប្រកប spelling rules double consonant when the adjective ends with consonant plus vowel plus consonant CVC បាទអញ្ចឹងយើងបន្ថែមនៅព្យញ្ជនៈមួយទៀតនៅពេលដែលគុណនាមនឹងបញ្ចប់ដោយទម្រង់ព្យញ្ជនៈស្រៈព្យញ្ជនៈដែលយើងហៅទម្រង់គាត់ថា CVC ហើយខ្មែរយើងគឺសំដៅទៅលើព្យញ្ជនៈស្រៈព្យញ្ជនៈហ្នឹងគឺពើសពើបាទអញ្ចឹងទម្រង់ពើសពើដែលខ្មែរយើងនិយមប្រើហើយអង់គ្លេសគឺ CVC នឹងឯង
បាទអញ្ចឹងយើងសំដៅបញ្ចប់ដោយ CVC បញ្ចប់ដោយ per super បាទយើងមើលឧទាហរណ៍ពាក្យ flat យើងប្រែថារាបស្មើបាទអញ្ចឹងយើងឃើញអំពីពាក្យហ្នឹងគឺគេថាបញ្ចប់ដោយទម្រង់ per super គឺព្យញ្ជនៈស្រៈព្យញ្ជនៈបាទគេសំដៅទៅលើការបញ្ចប់ដោយគឺយើងមើល3ខាងចុងហ្នឹងឯងបាទកណាចូលទម្រង់ព្យញ្ជនៈស្រៈព្យញ្ជនៈគឺយើងមុននឹងថែម er គឺយើងថែមព្យញ្ជនៈមួយទៀត double consonant មានន័យថាបន្ថែមព្យញ្ជនៈមួយទៀតអញ្ចឹងយើងឃើញកន្លែងនេះគឺ flat រាបស្មើមានអក្សរ t តែមួយទេប៉ុន្តែយើងថែមអក្សរ t មួយទៀតដើម្បីឲ្យទៅជាបំពេញនៅក្បួនច្បាប់របស់គេក្នុងការដែលថែម er ដើម្បីឲ្យទៅជាទម្រង់ជាងសម្រាប់ការដែលចប់ដោយ per super បាទអញ្ចឹងយើងថែមព្យញ្ជនៈមួយទៀតបន្ទាប់មកយើងថែម er ហើយទៅជាទម្រង់ដាច់គឺ flattest រាបស្មើជាងគេអញ្ចឹងយើងឃើញកន្លែងនេះមុននឹងថែម est គឺយើងថែមអក្សរ t ជាមុនសិនបាទដើម្បីឲ្យចូលទៅតាមក្បួនរបស់គេបន្តមកទៀត pic ធំបាទអញ្ចឹងយើងឃើញថាមានទម្រង់ per super ដែរបាទបើទោះបីជាមិនមានអ្វីឬក៏អក្សរដែលនៅខាងមុខនេះទៀតក៏ដោយក៏សំខាន់ឲ្យតែបញ្ចប់ដោយទម្រង់ per super បាទអញ្ចឹង b ig គឺជាទម្រង់ព្យញ្ជនៈស្រៈព្យញ្ជនៈហើយអញ្ចឹងដើម្បីឲ្យទៅជាទម្រង់ជាងយើងថែមអក្សរ g មួយទៀតជាមុនសិនបាទអញ្ចឹងយើងទៅជាអក្សរ g 2ហើយបើយើងថែម er ពីក្រោយទៅជា bigger ធំជាងហើយទម្រង់ដាច់គឺយើងថែម est ប៉ុន្តែមុននឹងថែម est យើងថែមព្យញ្ជនៈ g ជាមុនសិនផងដែរបាទដើម្បីទៅជាទម្រង់ដាច់ទៅជា biggest ហើយធំជាងគេធំដាច់គេឬក៏ធំបំផុតនឹងឯងបន្តទៀត hot ក្តៅយើងថែមអក្សរ t ហើយបន្ថែម er ទៅជា hotter ក្តៅជាងហើយទៅជាទម្រង់ដាច់គឺយើងថែមអក្សរ t ដែរហើយថែម est នៅពីក្រោយទៅជា hottest ក្តៅជាងគេឬក៏ក្តៅបំផុតឬក៏ក្តៅដាច់គេអញ្ចឹងទាំងនឹងគឺជារបៀបនៃការថែមទម្រង់ជាងឬក៏ទម្រង់ដាច់ដែលយើងបន្ថែមព្យញ្ជនៈមួយទៀតហើយខាងក្រោមគឺយើង drop e when the adjective ends with e ចឹងមានថាយើងដកអក្សរ e លុបអក្សរ e ចោលសិនក្នុងករណីដែលគុណនាមនឹងបញ្ចប់ដោយអក្សរ e មិនចឹងមានន័យថាមុននឹងថែម er ទៅជាទម្រង់ជាង est ទៅជាទម្រង់ដាច់គឺយើងលុបអក្សរ e នៃពាក្យដើមរបស់វាជាមុនសិនបាទដូចជាពាក្យ nice ស្រស់ស្អាតគឺយើងឃើញថាមានអក្សរ e នៅខាងចុងបាទដល់ពេលយើងទៅជាទម្រង់ជាងយើងលុបអក្សរ e ចោលបើយើងថែម er នៅពីក្រោយបាទអញ្ចឹង er នេះគឺជាការបន្ថែមឲ្យទៅជាទម្រង់ជាងហើយអក្សរ e ដែលជាពាក្យដើមរបស់វាគឺអត់មានទៀតទេដោយសារហើយគេលុបអក្សរ e ចោលជាមុនសិនមិនយើងថែមទម្រង់ជាងដែលប្រើ er នេះឯងទៅជា nicer ស្អាតជាងបើទៅជាទម្រង់ដាច់ក៏ដូចគ្នាដែរគឺយើងលុបអក្សរ e ចោលហើយថែម est ដែលជាទម្រង់ដាច់ទៅជា nicest ស្អាតជាងគេស្អាតបំផុតឬក៏ស្អាតដាច់គេយើងមើលពាក្យបន្ទាប់ទៀតគឺ large យើងប្រែថាធំបាទអញ្ចឹងយើងឃើញប្រែទៅជាទម្រង់ជាងគឺ larger បាទគឺមានន័យថាអក្សរ e ដែលធ្លាប់តែមាននៅពាក្យដើមរបស់វាគឺលុបចោលសិនហើយបើយើងថែម er ទៅជា larger ធំជាងដល់ពេលទៅជាទម្រង់ដាច់ក៏អញ្ចឹងដែរទៅជា largest គឺយើងមានអក្សរ e មួយដែលនៅខាងក្រោយពាក្យដើមរបស់វាតែយើងលុបអក្សរ e ចោលជាមុនសិនមិនយើងថែម est ទៅជា largest ធំជាងគេធំបំផុតធំដាច់គេបាទអញ្ចឹងទាំងនោះគឺជាការប្រែប្រួលនៃការប្រកបរបស់វាទៅតាមអ្វីដែលយើងបានរៀនអំបញ្ញមិញបន្តមកទៀតគឺយើងចូលមកកាន់ក្រុមទី2ដោយអ្វីដែលយើងបាននិយាយនៅខាងលើហើយកម្រិតនៃគុណនាមបែងចែកជាពីរក្រុមគឺ regular គុណនាមជាក់លាក់និង irregular គុណនាមដែលមិនជាក់លាក់គឺយើងចូលក្រុមទី2ហើយគឺ irregular adjectives គុណនាមដែលមិនជាក់លាក់បាទមិនជាក់លាក់យ៉ាងម៉េចយើងមើលជាមួយគ្នាពីមាន3គឺទម្រង់ដូចទម្រង់ជាងនិងទម្រង់ដាច់ដូចខាងលើដែរដែលវាមិនជាក់លាក់ត្រង់ថាវាដូររូបរាងវាអត់មានថែម er ឬក៏ est ឬក៏ more most ដូចខាងលើនោះទេឧទាហរណ៍ពី good ល្អយើងអត់ទៅជា gooder ទេយើងប្រែរូបទៅជា better វិញ
ទៅជាល្អជាងបាទជាល្អជាងនៅក្នុងទម្រង់ជាងរបស់វាដល់ពេលនៅក្នុងទម្រង់ដាច់គឺដូរដែរទៅជា best បាទទៅជា best គឺអត់មានថែមអីទេបាទគឺដូររូបរាងចឹងតែម្ដងដែលវាប្រែប្រួលទៅតាមអំពើចិត្តរបស់វាដែលវាអត់ទៀងចឹងហើយបានយើងហៅថាគុណនាមមិនជាលក្ខមិនទៀងនឹងឯងបាទដូចគ្នាផងដែរយើងមើលពាក្យប៉ែតបាទប៉ែតអាក្រក់បាទប៉ែតអាក្រក់ដល់ពេលយើងទៅជាទម្រង់ជាងយើងអត់ប្រើ better ដូចមុនទៀតទេវាដូរតែម្ដងទៅជាពាក្យ worse បាទទៅជា worse យើងប្រែថាអាក្រក់ជាងដល់ពេលទម្រង់ដាច់យើងដូរដែរទៅជា worst បាទទៅជា worst ដែលដូរទៅជា st នៅខាងក្រោយនេះវិញទៅជា worst អាក្រក់ជាងគេអាក្រក់ដាច់គេនឹងឯងបន្តទៀតពាក្យ little យើងប្រែថាតិចឬក៏តូចហើយដល់ពេលទៅជាទម្រង់ជាងរបស់វាអត់ថែម er អីទេបាទគឺយើងដូររូបរាងតែម្ដងទៅជា less បាទទៅជាតូចជាងឬក៏តិចជាងហើយដល់ពេលទម្រង់ដាច់ទៅជា least បាទទៅជា least តូចជាងគេឬក៏តិចជាងគេនឹងឯងបាទហើយពាក្យ least ត្រង់នេះនៅក្នុងទម្រង់នៃការប្រៀបធៀបនៅក្នុង long adjective គុណនាមវែងរបស់យើងនៅក្នុងទម្រង់ដាច់ក៏មានដែរបាទ less ហើយនិង least នឹងនៅក្នុងទម្រង់ដាច់ក៏មានដែរដែលនោះនៃខុសពីខាងក្រោមនេះឯងដែលនោះយើងសំដៅទៅលើនៃផ្ទុយពីពាក្យដើមរបស់វាដែលទម្លាក់គុណភាពនៃពាក្យដើមរបស់វាប៉ុន្តែនេះអត់ទេនេះគឺកើតចេញពីពាក្យ little នេះទេបាទដែលមានន័យថាតិចជាងឬក៏តិចជាងគេតូចជាងឬក៏តូចជាងគេបាទជាងវានៃខុសគ្នាបាទទោះបើសរសេរដូចគ្នាតែនៅក្នុងបរិបទខុសគ្នាបន្តទៀតពាក្យ many ឬក៏ពាក្យ much ដែលយើងប្រែថាច្រើនបាទទាំងពីរហ្នឹងយើងប្រែថាច្រើនដូចគ្នាគ្រាន់តែមួយប្រើសម្រាប់នាមរាប់បានមួយប្រើសម្រាប់នាមរាប់មិនបានបាទហើយទាំងពីរហ្នឹងបដូររូបរាងទៅជាទម្រង់ជាងគឺប្រើពាក្យ more បាទប្រើពាក្យ more ដែលមានន័យថាច្រើនជាងហើយដូរទៅជាទម្រង់ដាច់ទៅជា most ច្រើនជាងគេច្រើនបំផុតនឹងឯងបាទហើយជាមួយគ្នាផងដែរ more most ក៏យើងបានឃើញនៅក្នុងទម្រង់ជាងឬក៏ទម្រង់ដាច់នៅក្នុង long adjectives ផងដែរបាទអញ្ចឹងដូចអ្វីដែលខ្ញុំបកស្រាយខាងលើដែរគឺនោះវានៅក្នុងបរិបទផ្សេងគ្នាបាទដែល more most នោះគឺវាបន្ថែមទៅលើគុណភាពនៃពាក្យដើមនៅក្នុងពួក long adjective ប៉ុន្តែ more most នេះមិនមែនអញ្ចឹងទេ more smallest គឺកាត់មកពីពាក្យខាងដើមគឺ many much ដែលមានន័យថាច្រើនជាងគេបាទអូខេបន្តទៀតដល់ពាក្យ far បាទយើងប្រែថាឆ្ងាយបាទ far យើងប្រែថាឆ្ងាយដល់ពេលទម្រង់ជាងរបស់វាដូររូបរាងទៅជា farther ឬក៏ further បាទយើងប្រើមួយណាក៏បានពីរហ្នឹង farther ក៏បាន further ក៏បានដែលប្រែថាឆ្ងាយជាងបាទទាំងពីរប្រែថាឆ្ងាយជាងហើយជាមួយគ្នាបងប្អូនកុំច្រឡំពាក្យ farther ឪពុកអី farther ឪពុកអត់មានសរ r ទេបាទវាអានស្តៀងគ្នាក៏ប៉ុន្តែវាមានការប្រកបខុសគ្នាបន្តិចបាទ farther ឬក៏ further នឹងឯងជាទម្រង់ជាងដល់ពេលទៅជាទម្រង់ដាច់ទៅជា farthest បាទទៅជាឆ្ងាយជាងគេឆ្ងាយដាច់គេបាទអញ្ចឹងវាទៅសេបានពីរទម្រង់ផងដែរសម្រាប់ពាក្យ far នឹងឯងបាទអញ្ចឹងវាមានពីរទាំងទម្រង់ជាងទាំងទម្រង់ដាច់គឺសេបានទាំងពីរបាទសេមួយណាក៏ត្រូវដែរបាទនឹងគឺជាមូលហេតុដែលយើងចង់បង្ហាញថាពាក្យទាំងហ្នឹងគឺជាគុណនាមមិនទៀងមិនជាក់លាក់ដោយសារវាបដូររូបរាងអត់ទៀងវាបដូរទៅតាមអំពើចិត្តរបស់វាអញ្ចឹងបាទបន្តទៀតយើងចូលចំណុចទី5ធំ important usage ការប្រើប្រាស់ដែលមានសារៈសំខាន់បាទកន្លែងហ្នឹងគឺជាការរំលឹកទេដែលនៅក្នុងការសរសេរជាប្រយោគបាទ you stand with comparatives បាទចឹងគេឲ្យយើងប្រើពាក្យ than សម្រាប់ទម្រង់ជាងនៅក្នុងប្រយោគគឺកុំភ្លេចប្រើពាក្យ than ផងយើងដឹងហើយថាការដែលបដូរទៅជាទម្រង់ជាងគឺមានការថែម er ឬក៏ more បាទមានការថែម er សម្រាប់គុណនាមខ្លីមានការថែម more សម្រាប់គុណនាមវែងក៏ប៉ុន្តែកុំភ្លេចប្រើពាក្យ than ផងបាទចឹងឧទាហរណ៍ she is taller than me នាងគឺខ្ពស់ជាងខ្ញុំបាទនាងខ្ពស់ជាងខ្ញុំបាទអញ្ចឹងtaller គឺទម្រង់ជាងហើយប៉ុន្តែកុំភ្លេចប្រើពាក្យ than ផងបាទគេផ្ដើមអញ្ចឹងកុំភ្លេចប្រើពាក្យ than ផងក្នុងការដែលប្រៀបធៀបជាមួយនឹងអ្វីឬក៏មនុស្សដែលមានម្នាក់ទៀតដែលត្រូវប្រៀបផ្ទឹមគ្នាក៏ប៉ុន្តែប្រសិនបើអត់មានអ្នកដែលត្រូវប្រៀបផ្ទឹមនៅខាងក្រោយទេ
យើងក៏អត់ប្រើ then ផងដែរ use the with superlatives ប្រើតជាមួយនឹងការប្រៀបធៀបទម្រង់ដាច់អញ្ចឹងហើយការប្រៀបធៀបទម្រង់ដាច់គឺយើងមានសម្រាប់គុណនាមខ្លីគឺយើងប្រើ est គុណនាមវែងយើងប្រើ most បាទហើយជាមួយគ្នាដូចគេផ្ដាំអញ្ចឹងគឺកុំភ្លេចប្រើតផងជាមួយនឹងប្រយោគបាទដូចជា he is the fastest runner គាត់គឺជាកីឡាកររត់ដែលលឿនជាងគេឬក៏លឿនបំផុតបាទជាងក្នុងការសរសេរនៅក្នុងទំនុកដាច់យើងត្រូវមានតបាទត្រូវមានតជារៀងរហូតខុសពី then ជាការមានជាការអត់បាទទៅតាមលក្ខណៈរបស់វាបន្តទៀតយើងកាន់ចំណុចទី6 extra comparison words ការប្រៀបធៀបទៅលើពាក្យបន្ថែមទៀតបាទអញ្ចឹងដូចជាពាក្យ much little far ហ្នឹងគឺវាបន្ថែមទៅលើកម្រិតជាងរបស់យើងបន្ថែមទៀតដើម្បីឲ្យបង្ហាញថាវាប្រសើរជាងក្នុងកម្រិតណាកម្រិតតិចឬក៏កម្រិតច្រើនបាទដូចជាពាក្យ much យើងប្រើជាមួយនឹងគុណនាមទំហៀបជាងរបស់យើងដូចជា much taller បាទជានឹងហៅថា taller ខ្ពស់ជាងប៉ុន្តែធម្មតាការដែលបង្ហាញពីការខ្ពស់ជាងថាតើខ្ពស់ជាងកម្រិតស្រាលឬក៏កម្រិតធ្ងន់បាទដូចជាអ្នកខ្លះខ្ពស់ជាងដែរតែខ្ពស់ជាងត្រឹមតែតិចហ្នឹងបាទប៉ុន្តែអ្នកខ្លះទៀតខ្ពស់ជាងដល់តែម្នាក់ទៀតឈរដល់ត្រឹមធុងគាត់អញ្ចឹងមានន័យថាគាត់ខ្ពស់ជាងខ្លាំងបាទអញ្ចឹងការដែលខ្ពស់ជាងខ្លាំងហ្នឹងឯងយើងប្រើពាក្យ much នឹងឯងបាទជាមួយគ្នា a little ហើយនិង a bit បាទអញ្ចឹង a little ឬក៏ a bit គឺដូចតែគ្នាទេដែលបង្ហាញពីគុណភាពដែលប្រសើរជាងតែប្រសើរជាងតែបន្តិចទេអត់ប្រសើរជាងច្រើនទេឧទាហរណ៍យើងប្រើ a little bigger បាទធំជាងបន្តិចបាទចឹងឡើយនេះយើងប្រើ a bit bigger ក៏បានដែរគឺដូចគ្នាបាទអញ្ចឹងកន្លែងនេះគឺចង់បញ្ជាក់ថាគាត់ធំជាងនេះមិនមែនធំជាងខ្លាំងទេបាទមិនមែនធំជាងខ្លាំងដូចជាកូនក្មេងហើយនឹងហើយកលាកាសហ្នឹងទេបាទធំជាងតែបន្តិចតែប៉ុណ្ណោះគឺដូចជាកូនភ្លោះ2ដែលគាត់កើតមកគឺធំជាងតូចជាងមែនប៉ុន្តែធំជាងតែបន្តិចតែប៉ុណ្ណោះបាទគឺយើងប្រើជាងឯង little bigger នឹងឯងបាទបន្តពី far បាទ far យើងប្រែថាឆ្ងាយបាទប្រែឆ្ងាយដែលវាស្តីនឹងពាក្យ much ដែរដែលបង្ហាញពីគម្លាតខុសគ្នារវាងអ្វីមួយទៅអ្វីមួយដូចជា far more expensive ថ្លៃជាងឆ្ងាយមានតែថ្លៃជាងខ្លាំងនឹងឯងដែលបង្ហាញអំពីកម្រិតនៃការថ្លៃជាងដែលខុសគ្នាមិនមែនត្រឹមតែ100 200ទេតែខុសគ្នាដល់ទៅ10000 20000ឯណោះបាទខុសគ្នាច្រើនអញ្ចឹងមានន័យថាថ្លៃជាងច្រើនបាទគឺយើងប្រើពាក្យ far នឹងឯងបាទហើយជាមួយគ្នាគឺយើងរំលឹកបន្តិចចំពោះគុណនាមវែងយើងដឹងហើយគឺប្រើជាមួយនឹង more កម្រិតជាងហើយយើងបន្ថែមហើយកាន់តែខ្លាំងយើងបន្ថែមពាក្យបន្ថែមគឺ far ហើយចំពោះពាក្យដែលគុណនាមខ្លីកម្រិតជាងយើងថែម er ប៉ុន្តែហើយបញ្ជាក់អំពីជាងបន្តិចបន្តួចយើងប្រើ a little ឬក៏ a bit នឹងឯងតែក៏យើងអាចប្រើ much ផងដែរប្រសិនបើយើងចង់ប្រាប់ថាធំជាងខ្លាំងបាទអញ្ចឹងទៅតាមអត្ថន័យដែលយើងប្រើមិនប្រកាន់ថាត្រូវតែប្រើមួយនេះទេបាទហើយបើសិនជាការដែលបង្ហាញអំពីកម្រិតខ្លាំងបាទដូចជាខ្ពស់ខ្លាំងអញ្ចឹងយើងប្រើពាក្យ much នឹងឯងដោយយើងប្រើ er ដោយសារវាទម្រង់គុណនាមខ្លីបាទជាមកឧទាហរណ៍ he is much taller than me គាត់គឺខ្ពស់ជាងខ្ញុំច្រើនឬក៏ខ្ពស់ជាងខ្ញុំខ្លាំងដូចជាកូនក្មេងម្នាក់នឹងកលាកាសអញ្ចឹងគឺខ្ពស់ជាងខ្លាំងបាទ This bag is a little heavier than mine កតាបមួយនេះគឺធ្ងន់ជាងកតាបរបស់ខ្ញុំបន្តិចបន្តួចបាទអត់ធ្ងន់ជាងច្រើនទេធ្ងន់ជាងតែមួយខាំកន្លះខាំឯនឹងឯងបាទ This phone is far more expensive than that one ទូរស័ព្ទមួយនេះគឺថ្លៃជាងទូរស័ព្ទមួយនោះឆ្ងាយបាទមានន័យថាថ្លៃជាងច្រើននឹងឯងមិនថ្លៃជាង100 200ទេថ្លៃជាង1000 2000ឯណោះបាទគឺថ្លៃជាងខ្លាំងបាទនឹងហើយជាការបង្ហាញអំពី
ការបន្ថែមទៅលើកម្រិតជាងដោយប្រើពាក្យទាំងនឹងឯងបន្តទៅទៀតយើងចូលមកកាន់ចំណុចទី7ទៅជាអ្វីគឺយើងប្រើត more ហើយដាក់អ្វីដែលយើងចង់និយាយមកហើយមានទៀតត more បាទហើយមានអ្វីដែលយើងចង់និយាយបន្ថែមទៀតដែលមានទម្រង់ត more close ត more close មានត more ដែលយើងប្រើ clear ណាមួយបាទ clear នេះគឺយើងសំដៅទៅលើក្រុមពាក្យដែលមានទាំងប្រធានមានទាំងកិរិយាសព្ទនឹងឯងហើយមានត more មាន close មានប្រធានកិរិយាសព្ទហើយកម្មបត្តិរបស់វានឹងឯងបានវាជាលក្ខណៈជាប្រយោគតែម្ដងអញ្ចឹងយើងមកមើលឧទាហរណ៍ The more you study the smarter you become កាន់តែសិក្សាកាន់តែឆ្លាតចូលមកដឹកអ្នកបាទយើងប្រែតាមពាក្យជាងឯងដែលយើងនិយាយសួរស្ដាប់ថាកាន់តែខិតខំសិក្សាកាន់តែឆ្លាតហ្នឹងឯងនេះជាការដែលបង្ហាញពីការបន្ថែមការដែលធ្វើអ្វីមួយកាន់តែទទួលបានអ្វីមួយនឹងឯងហើយយើងប្រើទម្រង់ more ហើយនឹងប្រើទម្រង់ er បាទសម្រាប់គុណនាមខ្លីបាទអញ្ចឹង more កន្លែងហ្នឹងគឺមិនសំដៅទៅលើសរសេរ more រហូតទេ more កន្លែងនេះគឺសំដៅទៅលើការដែលកាន់តែល្អកាន់តែប្រសើរហើយ more នេះយើងតម្រូវឲ្យសរសេរអញ្ចឹងបាទអញ្ចឹងកាលណាទម្រង់ខ្លីគឺយើងប្រើ er នឹងឯងប៉ុន្តែសម្រាប់ខាងដើមបាទខាងដើមនេះគឺយើងប្រើ more រហូតយើងមើលបន្តទៀត The more you study the more successful you become កាន់តែសិក្សាកាន់តែជោគជ័យដែលអ្នកទទួលបានមានន័យថាកាន់តែសិក្សាកាន់តែទទួលបានភាពជោគជ័យអញ្ចឹងយើងចង់បង្ហាញអំពីពាក្យ more នេះដែរដែលយើងប្រើ more សម្រាប់ឲ្យការប្រៀបធៀបកម្រិតជាងនៅក្នុងគុណនាមវែងបាទគុណនាមវែងគឺយើងប្រើលក្ខណៈបែបហ្នឹងឯងដែលយើងឲ្យមានការសរសេរ more នៅខាងដើមនិងការសរសេរ er ឬក៏ more នៅខាងចុងដែលប្រែប្រួលទៅតាមកម្រិតរបស់វាអានេះគឺប្រើចេញពីពាក្យទម្រង់ដើមគឺ much ឬក៏ many នឹងឯងហើយជាមួយគ្នានៅក្នុងការប្រៀបធៀបរវាងពីរដែលកាន់តែប្រសើរឡើងគឺយើង complete ហើយថែម comma ដូចជា clause នេះផងដែរបាទអញ្ចឹងយើងមាន more ហើយមាន clause ដែល you study នេះឯងគឺជា clause នឹងឯងហើយ you become នឹងឯងគឺជា clause នឹងឯងមិននឹងគឺជាការបង្ហាញអំពីទម្រង់របស់យើងដែលកាន់តែប្រសើរឡើងក្នុងការដែលយើងធ្វើអ្វីមួយបន្តទៀតគឺយើងមកកាន់កិច្ចសន្ទនាដែលមិនចង់យើងថា choosing the best ការជ្រើសរើសអ្វីដែលល្អជាងគេអញ្ចឹងយើងមិនបន្តនៅក្នុងវីដេអូនេះទេដើម្បីកុំឲ្យវីដេអូវែងពេកយើងនឹងបន្តនៅភាគទី3នៃវីដេអូក្រោយនៃមេរៀននេះទៅចុះអញ្ចឹងយើងសូម slash ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយ